សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកគ្នាអំពីរបៀប download ចូល Launcher អ្នកគ្នាគឺកម្មវិធីនឹងអាចលេងPocha Launcher បានហ្នឹងហើយដោយសារតែPocha Launcher ក្រុមហ៊ុន Mojang ត្រូវបានបិទបាត់ហើយណាអញ្ចឹងជារកចូលក្នុង Play Store នេះ Play Store នេះចូលហើយយល់នឹងអ្នកចុចពីហ្នឹងមកហើយគេវាថាស្វែងរកកម្មវិធីនេះនេះពិសេសពាក្យថាMojo ហើយដូចនេះដកឃ្លា L A នេះហ្នឹងណាសួរតាមខ្ញុំមកហ្នឹងហើយអ្នកនឹងឃើញលើគេនេះសារខ្ញុំ lock down ហើយគឺទៅចេញគ្នាចុច down មកតែខ្ញុំ lock down ហើយអ្នកគ្នាអត់ត down ទៅខ្ញុំ down ហើយហ្នឹងហើយឥឡូវយើងចេញមកវិញមកហ្នឹងហើយអ្នកកម្មវិធីនឹងនេះគេចូលដំបងវានឹងឲ្យយើង login ឈ្មោះហ្នឹងហើយចូលមកហ្នឹងហើយក្រោយ login អ្នកគ្នាចុចពាក្យអាក្រមគេនេះចុចក្រមហ្នឹងណាចុចក្រមហ្នឹងហើយអ្នកគ្នាដាក់ឈ្មោះដាក់ទៅលើតខ្ញុំដាក់ឈ្មោះ DJKA ចឹងណាចូលដាក់ទេនេះហើយបើនៅអត់ down version អ្នកគ្នាចុចកន្លែងសញ្ញាបូកអ្នកគ្នាចុចកន្លែងសញ្ញាបូកហ្នឹងមកហើយអ្នកគ្នាចុចរកពាក្យថានេះហ្នឹងលើគេហ្នឹងខ្ញុំអត់ចេះអានទេណានេះហ្នឹងចុចហ្នឹងមកហើយអ្នកគ្នាចុចពាក្យនេះមកហ្នឹងចុចពាក្យហ្នឹងមកហើយអ្នកគ្នាចុចពាក្យនេះហ្នឹងពាក្យហ្នឹងមកហើយគ្នារើ version ខ្ញុំចង់លេងហើយអ្នកគ្នាចង់លេងហ្នឹងណាឥឡូវតើខ្ញុំចង់លេង version 1.20.4 ណាគ្នាចុចលើហ្នឹងមកហ្នឹងហើយចុចពាក្យថា save ហ្នឹងហើយ save ហើយខ្ញុំចុចពាក្យថា play មកហ្នឹងហើយចុច play ហ្នឹងហើយឥឡូវអ្នកគ្នាខ្ញុំ down ហើយអញ្ចឹងគឺវាឆាប់ពេញខ្លាំងមែនតើអ្នកគ្នាអូខេបើអ្នកគ្នាអត់ down ទេគឺចាំទៅយូរខ្លាំងមែនតើហ្នឹងហើយដៃវាក៏មិនអញ្ចឹងដែរអ្នកគ្នាដៃវាគឺជាចូលមកអញ្ចឹងដៃវាគឺជាដៃគឺមិនអញ្ចឹងទេអ្នកគ្នាខ្ញុំច្រឡំអូខេឥឡូវខ្ញុំនឹងលេងបានណាស់នេះអ្នកគ្នាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកគ្នាសម្រាប់ការចូលមើលវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងអ្នកគ្នាតាមខ្ញុំគឺបានលេង 100% តែម្ដងអ្នកគ្នាហើយខ្ញុំតម្លាក់ម៉ូតម្លាក់អីនៅក្នុងវីដេអូក្រោយអ្នកគ្នាគឺវាចូលហើយអ្នកគ្នាហ្នឹងហើយឥឡូវអ្នកគ្នាខ្ញុំចាំមើលសិនទៅចឹងនឹងថាលេងបានណាអ្នកគ្នាខ្លាចអ្នកគ្នាថាខ្ញុំបោកយ៉ាងណាគឺចូលលឿនដែរអ្នកគ្នាចូលលឿនដែរអីទេតែបើគេចាំវីដេអូក្រោយខ្ញុំព្រានដាក់ម៉ូតអ្នកគ្នាដាក់ម៉ូតយក FPS អ្នកគ្នាអូខេនេះចូលមកដល់ហើយអ្នកគ្នាគឺវាអត់មានម៉ូតមានអីទេអ្នកគ្នាគឺទទេចាស់ទទេស្អាតក្នុងមែនតើហ្នឹងហើយលើវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាបាយបាយអ្នកគ្នាបាយបាយ